bạn chứng cả na dương miến tầm nẹt tầm nón cả na dương squall manu cả na dương phước ca cho môi manu cả na dương ruột nâu cho môi manu dương nâng miến cả on chất ai cả on chất để bằng co một pi cả để kí phước ở dương chư chạm tam rịa cả để kí nỉ dây mình lo một căn dương rư có cả pro prut mình lo một căn dương rư có kí bồ rì hà dương kí đất rương bằng khôi dương phước ở dương chư chạm hai ta đo pe dương chư chắp dươngត្រូវធ្វើការសម្រេចចិត្តថាយើងលើកលែងទោសឬក៏យើងមិនលើកលែងទោសអញ្ចឹងការលើកលែងទោសឬក៏ការអត់ឱនទោសនេះគឺជាផ្នែកមួយសំខាន់នៅក្នុងជីវិតរបស់យើងហើយក៏ជាអ្វីមួយដែលពិបាកក្នុងការធ្វើដែរការលើកលែងទោសគឺពិបាកមិនងាយស្រួលហើយយើងត្រូវការជំនួយដែលមកពីព្រះជាម្ចាស់ខ្ញុំចង់ប្រាប់អញ្ចេះចង់និយាយថាការលើកលែងទោសដំបូងបង្អស់គឺមកពីព្រះជាម្ចាស់អាមែនការលើកលែងទោសដំបូងបង្អស់ឬក៏ប្រភពនៃការលើកលែងទោសគឺមកពីព្រះជាម្ចាស់ព្រះជាម្ចាស់គឺជាព្រះដែលប្រកបទៅដោយព្រះគុណព្រះហត្ថមេត្តាករុណាហើយព្រះអង្គអត់ធ្មត់ហើយព្រះអង្គទ្រង់លើកលែងទោសព្រះអង្គលើកលែងទោសព្រះយេស៊ូវលើកលែងទោសព្រះអង្គរកវិធីសាស្ត្រទ្រង់រករបៀបហើយព្រះអង្គហៅប្រជារាស្ត្ររបស់ព្រះអង្គហៅមនុស្សឲ្យមកទទួលការលើកលែងទោសពីព្រះអង្គដោយព្រោះព្រះអង្គជាព្រះដែលសពតិលើកលែងទោសប៉ុន្តែជួនកាលមនុស្សអត់ត្រូវការលើកលែងទោសពីព្រះអង្គប៉ុន្តែព្រះអង្គអំពាវនាវព្រះអង្គប្រកាសឲ្យមនុស្សមកទទួលការលើកលែងទោសដើម្បីឲ្យគេភ្លក់រសជាតិភ្លក់សេរីភាពភ្លក់ការល្អដែលមានដោយការលើកលែងទោសឬក៏តាមរយៈការលើកលែងទោសយើងទាំងអស់គ្នាសុទ្ធតែធ្លាប់មានគេធ្វើឲ្យយើងឈឺចាប់មានមនុស្សដែលព្យាយាមបំផ្លាញយើងមានមនុស្សដែលព្យាយាមបរិហាគេយើងមានមនុស្សដែលនិយាយអាក្រក់ពីយើងមានមនុស្សដែលគេមិនចង់រាប់រកយើងគេមើលងាយយើងមានមនុស្សដែលគេប្រឌិតរឿងចោទប្រកាន់យើងមានមនុស្សដ៏ជាទីស្រឡាញ់ដែលគេធ្វើឲ្យយើងឈឺចាប់មានមនុស្សដែលបំផ្លាញយើងគេលួចពីយើងទាំងអស់នេះសុទ្ធតែបង្កឲ្យមានការឈឺចាប់ហើយការឆ្លើយតបចំពោះការឈឺចាប់ដោយការលើកលែងទោសនោះគឺជាអ្វីមួយដែលល្អសម្រាប់ជីវិតរបស់យើងខ្ញុំដាក់រូបមួយនៅទីនេះហើយសរសេរថាខ្ញុំលើកលែងទោសដើម្បីឲ្យខ្ញុំមានសេរីភាពគេធ្វើឲ្យខ្ញុំឈឺចាប់ឥឡូវខ្ញុំកំពុងតែឈឺចាប់ខ្ញុំលើកលែងទោសឲ្យអ្នកដែលធ្វើឲ្យខ្ញុំឈឺចាប់ដើម្បីឲ្យខ្ញុំមានសេរីភាពតាមពិតមិនមែនដើម្បីឲ្យគាត់មានសេរីភាពទេអ្នកដែលធ្វើឲ្យយើងឈឺចាប់គឺគេចង់ឲ្យយើងឈឺចាប់ប៉ុន្តែដល់ពេលយើងលើកលែងទោសឲ្យគាត់ដល់ពេលយើងអត់ទោសឲ្យគាត់យើងទេដែលជាអ្នកមានសេរីភាពយើងទេដែលជាអ្នកមានសេរីភាពអញ្ចឹងគោលការណ៍មួយគឺថាខ្ញុំលើកលែងទោសគឺមិនមែនដើម្បីអ្នកដែលធ្វើឲ្យខ្ញុំឈឺចាប់គឺដើម្បីខ្ញុំហើយខ្ញុំនឹងគឺខ្ញុំនឹងទទួលសេរីភាពនឹងទទួលសេរីភាពខ្ញុំអត់ទោសឲ្យអ្នកដទៃគឺមិនមែនដោយព្រោះពួកគេស័ក្តិសមឲ្យខ្ញុំអត់ទោសទេប៉ុន្តែដោយព្រោះខ្ញុំស័ក្តិសមមានសន្តិភាពក្នុងចិត្តព្រះអង្គសពតិឲ្យខ្ញុំមានសន្តិភាពក្នុងចិត្តព្រះអង្គសពតិឲ្យខ្ញុំមានសេចក្តីសុខសាន្តក្នុងចិត្តព្រះអង្គសពតិឲ្យខ្ញុំមានសុភមង្គលនៅក្នុងជីវិតរបស់ខ្ញុំស័ក្តិសមព្រះអង្គថាកូនស័ក្តិសមនឹងមានសន្តិភាពក្នុងចិត្តកូនស័ក្តិសមនឹងមានសេចក្តីសុខសាន្តនៅក្នុងចិត្តដូច្នេះដោយព្រោះកូនស័ក្តិសមអានឹងកូនលើកលែងទោសទោះបីគេមិនស័ក្តិសមឲ្យកូនលើកលែងទោសក៏ដោយទង្វើរបស់គេរបៀបរបស់គេការដែលគេនិយាយបង្ខូចអ្នកគេធ្វើឲ្យអ្នកឈឺចាប់គេមិនស័ក្តិសមឲ្យអ្នកលើកលែងទោសទេប៉ុន្តែអ្នកស័ក្តិសមកូនស័ក្តិសមទទួលសេរីភាពក្នុងចិត្តអាមែនការអត់ទោសមិនមែនជាការបំភ្លេចអំពីអ្វីដែលបានកើតឡើងទេប៉ុន្តែចងចាំដោយមានសន្តិភាពក្នុងចិត្តវ៉ាវការលើកលែងទោសមិនមែនបំភ្លេចអ្វីដែលបានកើតឡើងចំពោះយើងទេអ្វីដែលបានកើតឡើងចំពោះយើងអាក្រក់ហើយធ្វើឲ្យយើងឈឺចាប់បំផុតហើយឲ្យយើងបំភ្លេចបានមិនងាយបំភ្លេចបានទេ
ហើយអ្នកខ្លះថាខ្ញុំអត់បានលើកលែងទោសឲ្យគាត់ទេពីព្រោះខ្ញុំអត់ភ្លេចសោះហើយការដែលខ្ញុំអត់ភ្លេចនឹងខ្ញុំគិតថាខ្ញុំអត់បានលើកលែងទោសឲ្យគាត់ទេអត់ទេលោកអ្នកយើងមិនអាចបំភ្លេចទង្វើអាក្រក់ដែលកើតឡើងក្នុងជីវិតរបស់យើងឬក៏គេប្រព្រឹត្តចំពោះយើងទេប៉ុន្តែយើងអាចចងចាំវាដោយមានសន្តិភាពក្នុងចិត្តដោយមានសេចក្តីសុខសាន្តក្នុងចិត្តហើយយើងគ្រប់ពេលដែលយើងនឹកចាំយើងមានសន្តិភាពទៀតពេលដែលយើងនឹកចាំអំពីទង្វើហ្នឹងយើងមានសេចក្តីសុខសាន្តទៀតព្រោះគាត់យើងថាខ្ញុំលើកលែងទោសឲ្យគាត់ដែរខ្ញុំលើកលែងទោសឲ្យគាត់ដែរចំណុចមួយទៀតការអត់ទោសមិនមែនជាការផ្សះផ្សាទេវាមិនមែនជាទ្វេភាគីទេប៉ុន្តែគឺជាឯកតៈបុគ្គលមានន័យថាយើងមិនតល់តែចាំគេឲ្យមកសុំទោសយើងបានយើងលើកលែងទោសឲ្យគេទេហើយប្រសិនបើការលើកលែងទោសរបស់យើងរងចាំឲ្យគេតល់តែគេមកសុំទោសតល់តែគេមកនិយាយសារភាពកំហុសរបស់គេបានយើងលើកលែងទោសឲ្យយើងចាំយូរទៅប្រហែលជាគេនឹងមិនដែលមកសុំទោសយើងនឹងមិនដែលមកសារភាពកំហុសរបស់គេដល់យើងផងហើយយើងនៅតែអត់បានលើកលែងទោសឲ្យគេរហូតអញ្ចឹងមិនជាទ្វេភាគីប៉ុន្តែជាឯកតៈបុគ្គលមិនអាស្រ័យទៅលើគេមិនសម្រាប់គេប៉ុន្តែសម្រាប់យើងប៉ុន្តែការផ្សះផ្សាគឺត្រូវការទាំងសងខាងហើយយើងសង្ឃឹមថាឲ្យមានការផ្សះផ្សាចុះហើយបើមានការផ្សះផ្សាវាធ្វើឲ្យការលើកលែងទោសរបស់យើងចំពោះគេហិតតែងាយស្រួលប៉ុន្តែកុំលើកលែងទោសឲ្យគេដោយព្រោះវាងាយស្រួលដោយព្រោះវាពិបាកនឹងហើយបានជាព្រះអង្គសព្វតីឲ្យយើងមានសេរីភាពពីការលើកលែងទោសឬក៏តាមរយៈការលើកលែងទោសជួនកាលចំណុចមួយទៀតជួនកាលតលតែយើងហ៊ានគិតថាពួកគេមិនដឹងអ្វីដែលពួកគេធ្វើទេទើបវាអាចជួយឲ្យយើងលើកលែងទោសគេបានព្រះអង្គសូមលើកលែងទោសទូបង្គំលើកលែងទោសឲ្យគេត្បិតអីគេអត់ដឹងអ្វីគេអត់យល់អ្វីដែលគេប្រព្រឹត្តចំពោះទូបង្គំទេរហូតពេលណាដែលយើងគិតអញ្ចឹងយើងហ៊ានគិតដល់ថ្នាក់ហ្នឹងឬក៏យើងអាចមានសមត្ថភាពគិតដល់ថ្នាក់ហ្នឹងនោះយើងនឹងងាយឬក៏វាជួយឲ្យយើងលើកលែងទោសគេបានគាត់ប្រព្រឹត្តអញ្ចឹងគាត់និយាយអញ្ចឹងចំពោះទូបង្គំហើយប្រសិនបើយើងគិតថាគាត់ជាអ្នកដឹកនាំហើយគាត់ជាគ្រឹះបរិស័ទហើយហេតុអីបានជាគាត់នៅតែធ្វើអញ្ចឹងទៀតខ្ញុំអត់លើកលែងទោសឲ្យគាត់ទេពេលដែលយើងគិតអញ្ចឹងការកំហឹងរឹតតែកើនការអន់ចិត្តរឹតតែកើនប៉ុន្តែប្រសិនបើយើងគិតថាប្រហែលជាគាត់អត់ដឹងអ្វីដែលគាត់កំពុងធ្វើទេប្រហែលជាគាត់អត់ដឹងថាការនឹងធ្វើឲ្យខ្ញុំឈឺចាប់មកចឹងយើងគិតទៅជាអញ្ចឹងវិញនោះនឹងជួយឲ្យយើងអាចងាយលើកលែងទោសឲ្យគេព្រះយេស៊ូវមានព្រះបន្ទូលអញ្ចេះនៅក្នុងលូកាចំពុកទី23ខទី34ព្រះយេស៊ូវមានព្រះបន្ទូលថាអោព្រះបិតាសូមព្រះអង្គអត់ទោសឲ្យអ្នកទាំងនេះផងត្បិតពួកគេមិនដឹងថាពួកគេកំពុងធ្វើអ្វីឡើយត្បិតពួកគេអត់ដឹងថាពួកគេកំពុងធ្វើអ្វីឡើយអញ្ចឹងព្រះបិតាសូមលើកលែងទោសឲ្យគេផងទូបង្គំលើកលែងទោសឲ្យគេត្បិតអីគេអត់ដឹងអ្វីដែលគេកំពុងធ្វើអញ្ចឹងពេលដែលយើងគិតរហូតទៅដល់កម្រិតហ្នឹងនឹងជួយឲ្យយើងងាយឬក៏ធូរស្រាលប្រសើរក្នុងការលើកលែងទោសឲ្យគេពីព្រោះយើងគិតថាគាត់អត់ដឹងទេអញ្ចឹងខ្ញុំលើកលែងទោសឲ្យគាត់ហើយអ្វីដែលឈឺចាប់និងពិបាកលើកលែងទោសឲ្យជាងគេគឺអ្នកដែលយើងគិតថាគេដឹងហើយប៉ុន្តែគេនៅតែធ្វើដល់ពេលយើងគិតថាក្នុងគំនិតយើងគិតថាគេដឹងហើយគេនៅតែធ្វើអញ្ចឹងគេធ្វើអញ្ចឹងដោយព្រោះគេចេតនាចង់ឲ្យខ្ញុំឈឺចាប់អញ្ចឹងយើងចាប់ផ្ដើមចងគំនុំហើយយើងអត់ហ៊ានលើកលែងទោសឲ្យគេយើងអត់ព្រមលើកលែងទោសឲ្យគេទេហើយយើងគិតថាការមិនព្រមលើកលែងទោសឲ្យគេហើយចងគំនុំខឹងទៅគេហ្នឹងយើងគិតថាធ្វើឲ្យគេឈឺចាប់ប៉ុន្តែមិនមែនគេឈឺចាប់ទេយើងរឹតតែឈឺចាប់កាន់តែខ្លាំងអញ្ចឹងការលើកលែងទោសគឺផ្ដល់ឲ្យយើងនៅសេរីភាពនិងសេចក្តីសុខសាន្តដែលមកពីព្រះជាម្ចាស់ហើយធ្វើឲ្យយើងអត់បាត់
គូបំណងអត់បាត់អ្វីដែលព្រះជាម្ចាស់ត្រៀមទុកសម្រាប់យើងខ្ញុំចង់មានក្តារខៀនលោកគ្រូភាពខ្ញុំចង់បង្ហាញលោកអ្នកនៅក្នុងកំណើតពិភពលោកឬក៏លោកកបាត់សភៅលោកកបាត់ពីដើមពេលដែលព្រះជាម្ចាស់បានបង្កើតមនុស្សហើយយកមនុស្សទៅដាក់ក្នុងសួនមានដើមឈើ2នៅក្នុងសួនឧទ្យានសំខាន់នេះដើមឈើទី1អាចបាទសូមទះដៃអរគុណទៅដល់អ្នកដែលបំរើហាឡេលូយ៉ាធ្វើម៉េចគុំចំពុបឲ្យដួលខ្មាស់គេបាទនៅក្នុងសួនឧទ្យានព្រះអង្គបានដាក់ដើមឈើសំខាន់2បាទអរគុណហើយតាមពិតដើមឈើច្រើនប៉ុន្តែដើមឈើសំខាន់2ហើយដើមឈើសំខាន់2ដែលព្រះអង្គដាក់នៅក្នុងសួនឧទ្យាននោះទី1គឺអីគេដើមឈើដឹងខុសត្រូវហើយទី2គឺដើមឈើដែលផ្ដល់ជីវិតនៅក្នុងចម្ពោះទី2លោកក៏បានបច្ច័យប្រាប់យើងថាអ្នកអាចបរិភោគពីផ្លែនៃដើមឈើទាំងអស់បានលើកលែងតែផ្លែពីដើមឈើអីគេដឹងខុសត្រូវអញ្ចឹងមានដើមឈើច្រើនដែលផ្ដល់ផ្លែជាចំណីអាហារទៅដល់អាដាមនិងអេវ៉ាហើយមានដើមឈើតែមួយគត់ដែលព្រះអង្គទ្រង់ហាមគឺផ្លែឈើពីដើមដឹងខុសត្រូវហើយព្រះអង្គថាមិនត្រូវបរិភោគផ្លែពីដើមឈើនឹងឡើយប្រសិនបើអ្នកបរិភោគថ្ងៃនោះអ្នកនឹងស្លាប់អូខេនេះគឺជាការបង្គាប់ឬការបញ្ជារបស់ព្រះអង្គដែលមានសម្រាប់នឹងអាដាមនិងអេវ៉ាអញ្ចឹងព្រះជាម្ចាស់ព្រះអង្គសពតិឲ្យគេបរិភោគពីដើមដែលផ្ដល់ជីវិតដើមដែលផ្ដល់ជីវិតផ្លែឈើពីដើមដែលផ្ដល់ជីវិតអស់កលជានិច្ចអញ្ចឹងគេតាមពិតមនុស្សពីដើមដំបូងឡើយព្រះអង្គមានផែនការឲ្យមនុស្សមានជីវិតគេហៅថាអស់កលពីព្រោះគេអាចបរិភោគពីដើមដែលផ្ដល់ជីវិតអញ្ចឹងគេមានឱកាសរស់អស់កលជានិច្ចនឹងគឺជាផែនការរបស់ព្រះអង្គប៉ុន្តែព្រះអង្គថាកុំបរិភោគពីផ្លែដើមពីផ្លែនៃដើមខុសត្រូវផ្លែឈើនៃដើមខុសត្រូវព្រះអង្គចង់ឲ្យគេជ្រើសរើសបរិភោគពីផ្លែពីដើមផ្ដល់ជីវិតអរិយសាតាំងដែលជាមាកំណាចជាសត្រូវរបស់ព្រះជាម្ចាស់គឺចង់ឲ្យយើងឬក៏អាដាមនិងអេវ៉ាបរិភោគពីដើមឈើដឹងខុសត្រូវអញ្ចឹងព្រះចង់ឲ្យយើងទទួលខាងនេះប៉ុន្តែអរិយសាតាំងចង់ឲ្យយើងទទួលពីខាងនោះអញ្ចឹងនេះគឺជាតំណាងបែបរស់នៅក្នុងជីវិតពីរប្រភេទផ្សេងគ្នានេះគឺជាជីវិតតាមបែបរបស់ព្រះជាម្ចាស់នោះគឺជាជីវិតតាមបែបរបស់អរិយសាតាំងតាមបែបលោកីតាមបែបរបស់មនុស្សលោកអញ្ចឹងរបៀបរស់នៅឬក៏បែបរស់នៅតាមបែបដើមឈើដឹងខុសត្រូវគឺមានច្បាប់ទី1គឺច្បាប់យុត្តិធម៌ការរស់នៅតាមបែបដើមឈើដឹងខុសត្រូវគឺទាមទារយុត្តិធម៌បើគេក្នុងព្រះគម្ពីរបានចែងយើងនៅក្នុងម៉ាថាយចំពុកទី5បើគេវាយខ្ញុំឲ្យជ្រុះធ្មេញមួយត្រូវវាយគេឲ្យជ្រុះធ្មេញមួយដែរមែនទេអត់នេះគឺយុត្តិធម៌បើគេខឹងខ្ញុំខឹងគេដែរនេះគឺជាច្បាប់យុត្តិធម៌ប្រសិនបើខ្ញុំខុសត្រូវតែទទួលទរណកម្មទណ្ឌកម្មនេះគឺច្បាប់យុត្តិធម៌អញ្ចឹងពេលដែលយើងរស់នៅក្នុងគោលការណ៍នៃដើមឈើដឹងខុសត្រូវបែបជីវិតនេះគឺទាមទារត្រូវខុសត្រូវហើយបើគេទះកំភ្លៀងយើងមកខាងយើងទះកំភ្លៀងគេមកខាងដែរបើគេលួចពីយើងលួចពីគេដែរបើគេធ្វើឲ្យយើងឈឺចាប់យើងធ្វើឲ្យគេឈឺចាប់ដែរនេះគឺទាមទារភាពយុត្តិធម៌មានអីគេទៀតនៅខាងដើមឈើដឹងខុសត្រូវនេះគឺមានការថ្កោលទោស
ឃើញមានន័យថាគេថ្កោលទោសយើងថ្កោលទោសគេហើយអរិយសាតាំងគឺវាជាបិតានៃការថ្កោលទោសនៃការចោទប្រកាន់អញ្ចឹងវាចូលចិត្តឲ្យមនុស្សនៅលើផែនដីដែលជាតំណាងរបស់ព្រះជាម្ចាស់ហ្នឹងថ្កោលទោសគ្នាទៅវិញទៅមកគេថ្កោលទោសយើងថ្កោលទោសគេនិយាយអាក្រក់ពីយើងនិយាយអាក្រក់ពីគេនេះគឺជារបៀបរស់នៅតាមបែបដើមឈើដឹងខុសត្រូវព្រោះវាមានខុសវាមានត្រូវទាមទារយុត្តិធម៌ហើយថ្កោលទោសហើយអីគេទៀតមានសំអប់ដែរគឺស្អប់គ្នាទៅវិញទៅមកនៅក្នុងឬក៏ខាងផ្នែកដើមឈើដឹងខុសត្រូវហើយមនុស្សទាំងអស់ដែលបានកើតមកពីអាដាមនិងអេវ៉ាគេកើតមករស់រាននៅក្នុងជីវិតរបស់គេអូតូម៉ាទិកតែម្ដងស្វ័យប្រវត្តិតែម្ដងគឺគេរស់នៅខាងហ្នឹងគេរស់នៅខាងហ្នឹងហ្មងគឺមិនបាច់ចាំខំប្រឹងទៅសាលាមិនបាច់ចាំខំប្រឹងរៀនគឺកើតមកមានផ្នត់គំនិតឬក៏ដឹងក្តីមកមានផ្នត់គំនិតថាយុត្តិធម៌ត្រូវបើគេធ្វើឲ្យខ្ញុំឈឺចាប់ខ្ញុំចង់ធ្វើឲ្យគេឈឺចាប់វិញគេវាយខ្ញុំវាយគេវិញការទាមទារយុត្តិធម៌ហើយខ្ញុំចង់ប្រាប់លោកអ្នកអញ្ចេះប្រសិនបើយើងរស់នៅក្នុងជីវិតដែលទាមទារយុត្តិធម៌គឺវិវរហើយចំពោះយើងពីព្រោះព្រះជាម្ចាស់នឹងទាមទារយុត្តិធម៌ជាមួយយើងវិញហើយប្រសិនបើព្រះអង្គទាមទាររកយុត្តិធម៌សម្រាប់យើងវិញឬក៏យុត្តិធម៌ដែលយើងគួរទទួលវិញយើងអត់អាចទៅឋានសួគ៌បានទេយើងនឹងធ្លាក់នរកគ្រប់គ្នាទាំងអស់ប៉ុន្តែព្រះអង្គទ្រង់មានបែបផែនមួយយ៉ាងទៀតក្នុងការរស់ជីវិតនៅខាងនេះដើមឈើដែលផ្ដល់ជីវិតគឺមានអីគេប្រកបដោយព្រះគុណប្រកបទៅដោយព្រះគុណឬក៏ព្រះហត្ថីប្រណីសន្តោសការអនុគ្រោះការលើកលែងទោសទទួលអ្វីដែលខ្លួនមិនស័ក្តិសមទទួលចឹងព្រះអង្គសព្វតិឲ្យមនុស្សរស់នៅក្នុងព្រះគុណរស់ដោយព្រះគុណរស់ដោយបង្ហាញភាពយោគយល់ភាពឲ្យដែលគេមិនសមទទួលគេមិនសមទទួលប៉ុន្តែយើងឲ្យនឹងហើយគឺព្រះគុណឬក៏ព្រះហត្ថីប្រណីសន្តោសមានអីគេទៀតមានមេត្តាករុណាគេខុសគួរតែទទួលទោសប៉ុន្តែយើងមេត្តាយើងខុសយើងគួរតែទទួលទោសប៉ុន្តែព្រះអង្គទ្រង់មេត្តាព្រះអង្គមានព្រះហត្ថីមេត្តាករុណាហើយអីគេទៀតមានសេចក្តីស្រឡាញ់ហើយសេចក្តីស្រឡាញ់របស់ព្រះអង្គម្ចាស់ឥតលក្ខខណ្ឌហើយព្រះអង្គមានព្រះបន្ទូលថាគ្មានអ្វីដែលអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះអង្គម្ចាស់បានឡើយគ្មានអ្វីដែលយើងធ្វើទៅដែលព្រះអង្គលែងស្រឡាញ់យើងព្រះអង្គនឹងនៅតែស្រឡាញ់យើងប្រហត្ថីស្រឡាញ់របស់ព្រះអង្គម្ចាស់ឥតលក្ខខណ្ឌប្រហត្ថីស្រឡាញ់របស់ព្រះអង្គម្ចាស់ដល់កម្រិតដែលអត់មានអ្វីមួយណាម្នាក់អាចប្រៀបស្មើបានអញ្ចឹងមនុស្សនៅលើផែនដីនេះពេលដែលកើតមកដឹងក្តីកើតតាមរយៈអាដាមនិងអេវ៉ាមកគឺមានបាបហើយអ្វីបែបជីវិតដែលគេរស់នៅងាយរស់នៅជាងគេគឺទាមទារយុត្តិធម៌ថ្កោលទោសហើយអីគេទៀតសំអប់ងាយនឹងស្អប់វាអញ្ចឹងតែម្ដងហើយចង់ណាស់ចង់លើកលែងទោសចង់ណាស់ចង់ផ្ដល់ឲ្យអ្វីទៅកាន់គេដែលគេមិនសមចង់ណាស់ផ្ដល់សេចក្តីមេត្តាទៅដល់អ្នកដទៃប៉ុន្តែពិបាកប៉ុន្តែអត់អាចអញ្ចឹងហាក់បីដូចជាផ្នែកខាងនេះស្រួលផ្នែកខាងនេះចង់ដែរដឹងថាត្រូវដែរប៉ុន្តែអត់អាចទៅរួចព្រះជាម្ចាស់បានធ្វើឲ្យផ្នែកខាងនេះអាចទៅរួចនៅក្នុងជីវិតរបស់មនុស្សបានគឺដោយបញ្ជូនព្រះយេស៊ូវមកឲ្យសោយទីមង្គតនៅលើឈើឆ្កាងសូមឲ្យសោយទីមង្គតនៅលើឈើឆ្កាងហើយតភ្ជាប់ចម្លងបែបរស់នៅខាងជីវិតដឹងខុសត្រូវតាមឈើដឹងខុសត្រូវឲ្យមករស់នៅតាមបែបដើមឈើដែលផ្ដល់ជីវិតប្រកបទៅដោយព្រះគុណប្រកបទៅដោយចិត្តមេត្តាព្រះហត្ថីមេត្តាហើយប្រកបទៅដោយសេចក្តីស្រឡាញ់ហើយយើងអាចធ្វើបានរស់តាមបែបខាងនេះយើងអាចធ្វើបានលុះត្រាតែ
យើងឆ្លងមកព្យាយាមឆ្លងមកតាមរយៈឈើឆ្កាងតាមរយៈព្រះយេស៊ូវគ្រីស្ទនៅក្នុងព្រះគម្ពីរកូឡូសចំពុកទី1ខទី13និង14បានចែងប្រាប់យើងថាអញ្ចេះព្រះអង្គបានរំដោះយើងឲ្យរួចផុតពីអំណាចនៃសេចក្តីងងឹតកាលមុនយើងរស់នៅក្នុងអំណាចនៃសេចក្តីងងឹតគឺជាព្រះនៃលោកីបាំងចិត្តគំនិតរបស់យើងឲ្យទៅជាងងឹតសុនសងអត់ឲ្យយើងឃើញសេរីរុងរឿងនៃដំណឹងល្អអត់ឲ្យយើងឃើញអ្វីដែលល្អនៅខាងដែលព្រះជាម្ចាស់សពតិឲ្យយើងឃើញយើងមានបទពិសោធន៍ក្នុងជីវិតប៉ុន្តែតាមរយៈព្រះគ្រីស្ទព្រះអង្គបានរំដោះយើងឲ្យរួចផុតពីអំណាចនៃសេចក្តីងងឹតហើយចម្លងយើងចូលទៅក្នុងព្រះរាជនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គដោយយើងរួមជាមួយនឹងព្រះបុត្រាព្រះអង្គបានលួសយើងហើយលើកលែងទោសយើងឲ្យរួចពីបាបព្រះអង្គលើកលែងទោសយើងឲ្យរួចពីបាបព្រះអង្គបានចម្លងយើងលោកអ្នកគ្រីស្ទបរិស័ទអាចរស់នៅក្នុងជីវិតហើយជ្រើសរើសតាមរបៀបរបស់ព្រះអង្គបានមិនមែនតាមរបៀបរបស់មារបៀបរបស់មាទាមទាររកយុត្តិធម៌ហើយថ្កោលទោសហើយស្អប់សម្លាប់លួចបំផ្លាញនេះតាមរបៀបរបស់មាប៉ុន្តែរបៀបរបស់ព្រះជាម្ចាស់គឺព្រះអង្គសព្វតិឲ្យយើងរស់ដូចព្រះគ្រីស្ទដែលប្រកបដោយព្រះគុណហើយប្រកបទៅដោយព្រះតីមេត្តាករុណានិងសេចក្តីស្រឡាញ់ព្រះអង្គសព្វតិហើយព្រះអង្គអាចឲ្យយើងរស់តាមបែបរបស់ព្រះអង្គបាននៅក្នុងព្រះគម្ពីរម៉ាថាយទីបំផុតខ្ញុំអត់ប្រើហងនេះសំទោសណាប៉ុន្តែអាចចេះបាននៅក្នុងព្រះគម្ពីរម៉ាថាយចំពុកទី18ខទី24ទៅដល់35និយាយអំពីប្រស្នាអំពីអ្នកបម្រើដែលព្រមអត់ទោសឲ្យគេហើយយើងមើលអំពីរូបភាពនេះគឺមានអ្នកបម្រើម្នាក់ដែលជំពាក់លុយស្ដាច់ហើយពេលមួយនៅក្នុងប្រស្នានេះពេលមួយគឺស្ដាច់ចាប់ផ្ដើមហៅអ្នកជំពាក់បំណុលទាំងអស់មកទូទាត់បញ្ជីហើយមានអ្នកជំពាក់បំណុលម្នាក់ហើយគាត់ជំពាក់បំណុលរាប់លានណែនពេលដែលហៅមកដល់ហើយបង្គាប់ឲ្យអ្នកបំណុលនោះសងបំណុលទៅដល់ស្ដេចវិញហើយអ្នកបំណុលនោះគឺគាត់លុតជង្គង់អង្វរសុំពន្យាពេលពីស្ដេចដោយព្រោះគាត់អត់មានថវិកាសងវិញបានពេលនោះស្ដេចក៏ចេញបញ្ជាទៅឲ្យគេលក់ទាំងគាត់ទាំងប្រពន្ធទាំងកូននិងអ្វីទាំងអស់ដើម្បីយកបំណុលយកអ្វីដែលលក់បានហ្នឹងមកសងបំណុលដែលជាពាក់ស្ដេចនឹងវិញពេលនោះគាត់លុតជង្គង់គាត់អង្វរគាត់ថាសូមព្រះករុណាពន្យាពេលឲ្យខ្ញុំម្ចាស់ចាំអង្វរលុតជង្គង់អង្វរខ្លាំងរហូតទៅដល់ព្រះករុណាគឺអាណិតហើយសម្រាប់លើកលែងទោសឲ្យអញ្ចឹងស្ដេចក៏លើកលែងទោសឲ្យម្ចាស់បំណុលនេះឲ្យអ្នកដែលជាពាក់បំណុលនេះហើយលុបបំណុលទាំងអស់តែម្ដងគាត់ចេញទៅវិញពេលដែលគាត់ចេញទៅគាត់ជួបគូកនរបស់គាត់ដែលជំពាក់ប្រាក់គាត់រាប់រយណែនមិនមែនរាប់រយលានទេមុនដំបូងគាត់ជំពាក់ស្ដេចរាប់រយលានរាប់លានប៉ុន្តែឥឡូវនេះគូកនរបស់គាត់ជំពាក់ប្រាក់គាត់រាប់រយណែនហើយពេលដែលគាត់ទៅជួបហើយព្រះគម្ពីរបានចែងថាទៅច្បាច់កទាមទារឲ្យគូកននឹងសងហើយគូកននឹងក៏គាត់លុតជង្គង់ធ្វើដូចដែលគាត់បានលុតជង្គង់សុំការអព្យាស្រ័យពីស្ដេចការពន្យាពេលពីស្ដេចចឹងគាត់អត់ព្រមលើកលែងទោសឲ្យគូកននេះទេថែមទាំងបញ្ជាឲ្យគេប្តឹងឲ្យគេយកគូកននេះទៅដាក់គុកហើយអ្នកបម្រើផ្សេងទៀតក៏ឃើញទង្វើដែលគាត់ធ្វើចំពោះគូកនរបស់គាត់ក៏ជម្រាបដំណឹងនេះទៅដល់ស្ដេចស្ដេចហៅអ្នកដែលជំពាក់បំណុលស្ដេចនឹងមកវិញហើយព្រះអង្គស្ដេចក៏ទូទាត់ហើយអ្នកនោះក៏ត្រូវបាន
មានន័យថាវេទនាហើយនៅក្នុងព្រះគម្ពីរបានចែងប្រាប់យើងនៅចុងបញ្ចប់ថាបើអ្នកមិនព្រមលើកលែងទោសឲ្យអ្នកដែលចម្ពាក់អ្នកទេព្រះបិតារបស់អ្នកដែលគង់នៅស្ថានបរមសុខក៏មិនលើកលែងទោសឲ្យអ្នកដែរសូមមើលនៅក្នុងអត្ថបទគម្ពីរម៉ាថាយចំពុកទី6ខទី14បានបញ្ជាក់ថាអញ្ចេះបើអ្នករាល់គ្នាអត់ទោសបើអ្នករាល់គ្នាអត់ទោសឲ្យមនុស្សលោកព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខក៏អត់ទោសឲ្យអ្នករាល់គ្នាដែរប្រសិនបើយើងលើករស់នៅក្នុងជីវិតលើកលែងទោសឲ្យអ្នកដែលប្រព្រឹត្តខុសចំពោះយើងធ្វើឲ្យយើងឈឺចាប់មានន័យថាយើងរស់នៅខាងដើមឈើដែលផ្ដល់ជីវិតដើមឈើដែលប្រកបដោយព្រះហត្ថមេត្តាករុណាព្រះគុណនិងសេចក្តីស្រឡាញ់ហើយបើយើងលើកលែងទោសឲ្យគេព្រះបិតារបស់យើងក៏លើកលែងទោសឲ្យយើងដែរនៅក្នុងព្រះគម្ពីរម៉ាថាយម៉ាកុសចំពុកទី11ខទី25បានចែងថាម្យ៉ាងទៀតពេលឈរអធិដ្ឋានបើអ្នករាល់គ្នាមានទំនាស់អ្វីនឹងនរណាម្នាក់ចូលអត់ទោសឲ្យគេទៅដើម្បីព្រះបិតារបស់អ្នករាល់គ្នាដែលគង់នៅស្ថានបរមសុខអត់ទោសឲ្យអ្នករាល់គ្នាដែរអញ្ចឹងប្រសិនបើយើងចូលទៅក្នុងព្រះដំណាក់របស់ព្រះអង្គទីបរិសុទ្ធថ្វាយបង្គំព្រះអង្គថ្វាយដង្វាយហើយអធិដ្ឋានហើយប្រសិនបើយើងនៅមិនទាន់បានលើកលែងទោសឲ្យអ្នកប្រព្រឹត្តខុសចំពោះយើងព្រះអង្គសពតិថាសូមលើកលែងទោសឲ្យគេនោះព្រះបិតារបស់អ្នករាល់គ្នាក៏លើកលែងទោសឲ្យអ្នករាល់គ្នាដែរនៅក្នុងលូកាចំពុកទី6ខទី37កុំថ្កោលទោសអ្នកដទៃឲ្យសោះនោះព្រះជាម្ចាស់ក៏មិនថ្កោលទោសអ្នករាល់គ្នាដែរកុំផ្ដន់ទាទោសអ្នកដទៃឲ្យសោះព្រោះនោះព្រះជាម្ចាស់ក៏មិនផ្ដន់ទាទោសអ្នករាល់គ្នាដែរត្រូវលើកលែងទោសឲ្យអ្នកដទៃនោះព្រះជាម្ចាស់ក៏លើកលែងទោសឲ្យអ្នករាល់គ្នាដែរយើងលើកលែងទោសដោយព្រោះយើងបានលើកលែងទោសឲ្យហើយយើងលើកលែងទោសដើម្បីយើងទទួលការលើកលែងទោសទៀតអញ្ចឹងការលើកលែងទោសគឺជាអ្វីមួយដែលព្រះជាម្ចាស់សពតិឲ្យយើងធ្វើតាមឲ្យយើងធ្វើនៅក្នុងជីវិតរបស់យើងចំពោះអ្នកដែលធ្វើខុសចំពោះយើងនៅក្នុងព្រះគម្ពីរអេផេសូចំពុកទី4ខទី32បានចែងថាចូលមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមកព្រមទាំងមានចិត្តទុនសណ្ដោសហើយអត់ទោសគ្នាដោយព្រះជាម្ចាស់ដោយព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នាដោយព្រះគ្រីស្ទដែរសូមអានម្ដងទៀតចូលមានចិត្តសប្បុរសនឹងគ្នាទៅវិញទៅមកព្រមទាំងមានចិត្តទុនសណ្ដោសហើយអត់ទោសគ្នាដោយព្រះទ្រង់បានអត់ទោសឲ្យអ្នករាល់គ្នាដោយព្រះគ្រីស្ទដែរព្រះគ្រីស្ទបានអត់ទោសឲ្យយើងហើយព្រះអង្គសពតិឲ្យយើងអត់ទោសឲ្យគ្នាហើយមានចិត្តទុនសណ្ដោសហើយមានចិត្តសប្បុរសការចិត្តសប្បុរសមិនមែនគ្រាន់តែឲ្យទ្រព្យប៉ុន្តែសប្បុរសក្នុងការឲ្យការលើកលែងទោសសូមក្រុមថ្វាយបង្គំមកកាន់ទីកន្លែងហើយកិច្ចការមួយដែលខ្ញុំចង់ធ្វើជាមួយគ្នានៅថ្ងៃនេះគឺយើងចង់ធ្វើពិធីលៀងព្រះអង្គម្ចាស់ពិធីកាច់នំប៉័ងហើយខ្ញុំចង់សូមលោកអ្នកដែលជាក្រុមជំនួយដើម្បីចែកទឹកទំពាំងបាយជូរហើយនឹងនំដែលតំណាងឲ្យនំប៉័ងជាព្រះកាយរបស់ព្រះយេស៊ូវគ្រីស្ទលោកអ្នកពិធីកាច់នំប៉័ងឬក៏ពិធីលៀងព្រះអង្គម្ចាស់ព្រះអង្គសពតិឲ្យយើងធ្វើពិធីនេះដើម្បីរំលឹកនៅអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងអាមែនអ្វីដែលព្រះអង្គទ្រង់បានធ្វើសម្រាប់យើងនៅលើឈើឆ្កាងព្រះយេស៊ូវបានធ្វើសម្រាប់យើងនៅលើឈើឆ្កាងហើយពេលដែលព្រះអង្គទ្រង់នៅលើឈើឆ្កាងព្រះអង្គបានស្រែកថាការនេះស្រេចហើយមានន័យថាការនេះចប់សពគ្រប់ហើយភាសាអង់គ្លេសថា it is finished ការនេះចប់សពគ្រប់ហើយគឺអ្វីទាំងអស់ព្រះអង្គធ្វើសម្រាប់យើងរួចហើយព្រះអង្គសពតិឲ្យយើងរំលឹកអំពីអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើងនឹងជាប្រចាំ
រហូតដល់ព្រះយេស៊ូវយើងត្រឡប់មកវិញកន្លែងនេះបញ្ជាក់ឲ្យខ្ញុំឃើញថាចេះព្រះអង្គអត់ចង់ឲ្យយើងភ្លេចអំពីអ្វីដែលព្រះអង្គធ្វើសម្រាប់យើងហើយក៏អត់ចង់ឲ្យយើងភ្លេចថាព្រះអង្គបានលើកលែងទោសឲ្យយើងហើយយើងលើកលែងទោសដោយព្រោះព្រះអង្គលើកលែងទោសឲ្យយើងហើយយើងអត់ទាមទារយុត្តិធម៌ទេពីព្រោះកាលណាខ្ញុំទាមទារយុត្តិធម៌ជាមួយអ្នកដែលខ្ញុំស្រឡាញ់បើកាលណាខ្ញុំទាមទារយុត្តិធម៌ជាមួយនឹងអ្នកដែលប្រព្រឹត្តខុសចំពោះខ្ញុំក៏ខុសដែរតែព្រះអង្គបានលើកលែងទោសឲ្យខ្ញុំហើយព្រះអង្គអត់ទាមទារយុត្តិធម៌ទេព្រះអង្គបានសម្ដែងព្រះហត្ថីមេត្តាករុណាព្រះអង្គបានសម្ដែងព្រះគុណរបស់ព្រះអង្គម្ចាស់មកចំពោះខ្ញុំអញ្ចឹងព្រះអង្គសព្វតីឲ្យយើងរំលឹកអំពីការអត់ទោសរបស់ព្រះអង្គសម្រាប់យើងដឹងមិនទេលោកអ្នកកិច្ចការមួយដែលអរិយសាតាំងវាសកម្មគឺវាចង់រំខានយើងចង់ធ្វើឲ្យយើងបែកអារម្មណ៍អត់ឲ្យយើងចងចាំនៅអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់យើងឯងកាលណាយើងភ្លេចអំពីអ្វីដែលព្រះយេស៊ូវធ្វើសម្រាប់យើងពេលហ្នឹងយើងពិបាកខ្លាំងក្នុងជំនឿរបស់យើងខ្លាំងមានន័យថារឹងមាំក្នុងជំនឿរបស់យើងរឹងមាំក្នុងទំនាក់ទំនងរបស់យើងជាមួយព្រះអង្គហើយយើងនៅតែគិតថាយើងព្រះអង្គអត់ស្រឡាញ់យើងព្រះអង្គអត់លើកលែងទោសឲ្យយើងនៅឡើយទេប៉ុន្តែកាលណាដែលយើងធ្វើពិធីលៀងព្រះអង្គម្ចាស់កាច់នំប៉័ងនេះឲ្យបានជាញឹកញាប់ដើម្បីរំលឹកខ្លួនយើងថាព្រះអង្គបានលើកលែងទោសឲ្យខ្ញុំហើយព្រះអង្គបានទទួលរងទរណកម្មសម្រាប់ខ្ញុំហើយព្រះអង្គបានធ្វើអ្វីៗទាំងអស់សម្រាប់ខ្ញុំហើយខ្ញុំមានសេរីភាពហើយព្រះអង្គអាចធ្វើបានហើយព្រះអង្គធ្វើជាគំរូសម្រាប់ខ្ញុំហើយខ្ញុំក៏អាចធ្វើបានដែរដោយរួមមួយព្រះអង្គដែលប្រទានកម្លាំងឲ្យខ្ញុំសូមអញ្ជើញលោកអ្នកក្រោកឈរឡើងសូមកាន់នំនេះតំណាងឲ្យព្រះកាយរបស់ព្រះយេស៊ូវហើយយើងដឹងហើយថាព្រះអង្គទទួលរងអ្វីខ្លះលើព្រះកាយរបស់ព្រះអង្គពេលលោកអ្នកមើលសម្លឹងមើលនំនេះហើយបិទភ្នែកវិញសម័យអំពីការដែលព្រះយេស៊ូវទទួលទរណកម្មគេយកមង្គតដែលធ្វើពីបន្លាមកពាក់លើប្រសេសារបស់ព្រះអង្គគេយកដេចគោលមកដំលើព្រះបាទទារបស់ព្រះអង្គដំលើព្រះហស្ថរបស់ព្រះអង្គទាំងសងខាងគេយកខ្សែតីចងដោយទំពក់ដែកវាយលើព្រះកាយរបស់ព្រះអង្គហើយទាញមកដាច់រហែកសាច់ហើយគេចាក់រូបកាយរបស់ព្រះអង្គចាក់កន្លែងឆ្អឹងជំនីរបស់ព្រះអង្គទទួលរងអ្វីៗទាំងអស់នេះគឺដើម្បីឲ្យយើងបានទទួលការលើកលែងទោសពីអំពើបាបហើយតាមពិតយើងទេដែលគួរទទួលអ្វីៗទាំងអស់ទរណកម្មអ្វីៗទាំងអស់នោះប៉ុន្តែយើងមិនបានទទួលដោយព្រោះព្រះអង្គទទួលជំនួសយើងនេះគឺជាអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើងខ្ញុំចង់ឲ្យលោកអ្នករៀងខ្លួនអរគុណទៅព្រះអង្គមកផ្លែនអំពីអ្វីដែលព្រះអង្គទទួលជំនួសយើងនិងអំពីអ្វីដែលព្រះអង្គបានធ្វើសម្រាប់យើងនៅលើរូបកាយរបស់ព្រះអង្គតោះអរគុណរៀងខ្លួនសម្រាប់ជំងឺដែលព្រះអង្គទទួលដាក់លើរូបកាយរបស់ព្រះអង្គអរគុណត្រង់ដែលព្រះអង្គបានទទួលរងហិង្សា
ព្រះយេស៊ូវអើយយើងអរព្រះគុណទ្រង់ដែលព្រះអង្គសម្រាប់ការដែលព្រះអង្គទទួលជំងឺគ្រប់យ៉ាងដែលមាននៅលើរូបកាយរបស់ទូលបង្គំយកដាក់លើព្រះកាយរបស់ព្រះអង្គអរគុណដែលព្រះអង្គទទួលរងរាល់ការឈឺចាប់ខាងផ្នែករូបកាយទាំងអស់ដាក់លើព្រះកាយរបស់ព្រះអង្គជំនួសទូលបង្គំការទង្វើហិង្សាការប្រព្រឹត្តហិង្សាលើរូបកាយលើរូបកាយរបស់ទូលបង្គំព្រះអង្គក៏ព្រមទទួលយកបណ្ដាសាលើរូបកាយរបស់ទូលបង្គំក៏ព្រះអង្គទទួលយកជំងឺនៅលើរូបកាយរបស់ទូលបង្គំក៏ព្រះអង្គបានទទួលយកព្រះអង្គទទួលយកអ្វីៗទាំងអស់ដែលជាទរណកម្មខាងផ្នែករូបកាយយកទៅដាក់លើអង្គទ្រង់ទាំងអស់ព្រះអង្គបានធ្វើរួចហើយហើយការនោះបានចប់សពគ្រប់ហើយយើងខ្ញុំទាំងអស់គ្នាអរគុណដោយព្រោះព្រះអង្គធ្វើអ្វីៗទាំងអស់នោះដើម្បីឲ្យយើងខ្ញុំបានទទួលសេចក្តីសុខសាន្តសន្តិភាពបានទទួលការប្រោសឲ្យជាបានទទួលសុខភាពល្អបានទទួលនៅសុភមង្គលខាងផ្នែករូបកាយព្រះអង្គយើងអរគុណទ្រង់តែព្រះអង្គទទួលជំនួសយើងទាំងអស់ដើម្បីឲ្យយើងបានទទួលការលើកលែងទោសសូមលោកអ្នកបរិភោគនំនេះជាមួយគ្នាតំណាងឲ្យព្រះកាយរបស់ព្រះអង្គសូមលើកពេងទឹកទំពាំងបាយជូរនេះតំណាងឲ្យព្រះលិខិតរបស់ព្រះអង្គដែលបានខ្ចាយនៅលើឈើឆ្កាំងព្រះលិខិតនេះគឺជាសម្ព័ន្ធមេត្រីថ្មីដែលចងយើងរវាងចងយើងជាមួយនឹងព្រះជាម្ចាស់ជាសម្ព័ន្ធមេត្រីហើយសម្ព័ន្ធមេត្រីថ្មីនេះគឺជាសម្ព័ន្ធមេត្រីដែលប្រកបដោយព្រះគុណប្រកបដោយព្រះហត្ថមេត្តាករុណាជាសម្ព័ន្ធមេត្រីប្រកបដោយសេចក្តីស្រឡាញ់ដែលមកពីព្រះអង្គខ្ញុំចង់ឲ្យលោកអ្នកអរគុណព្រះអង្គសម្រាប់ព្រះលិខិតនៃសម្ព័ន្ធមេត្រីថ្មីនេះសូមអញ្ជើញអរគុណព្រះអង្គរៀងៗខ្លួននៅវិវរណៈបានចែងថាយើងអាចឈ្នះមារឬក៏យើងបានឈ្នះមារដោយសារព្រះលិខិតរបស់កូនជាមហើយនឹងដោយសារទីបន្ទាល់របស់យើងនឹងបន្តឈ្នះមារតាមរយៈព្រះលិខិតរបស់ព្រះអង្គព្រះលិខិតរបស់ព្រះអង្គបានខ្ចាយរួចហើយព្រះលិខិតរបស់ព្រះអង្គជាសម្ព័ន្ធមេត្រីហើយពេលដែលព្រះអង្គព្រះបិតាទតមកលើយើងមកកាន់យើងព្រះអង្គឃើញព្រះលិខិតរបស់ព្រះអង្គជំរះយើងព្រះលិខិតរបស់ព្រះអង្គគ្រប់ដណ្ដប់លើជីវិតរបស់យើងហើយព្រះលិខិតនេះបរិសុទ្ធយើងបានជានីជាមួយនឹងព្រះជាម្ចាស់វិញដោយព្រោះព្រះលិខិតរបស់ព្រះអង្គតាមរយៈជំនឿរបស់យើងព្រះអង្គយើងអរព្រគុណទ្រង់សម្រាប់ព្រះលិខិតដែលបានខ្ចាយអរគុណសម្រាប់សេរីភាពអរគុណសម្រាប់ទំនាក់ទំនងដែលយើងមានហើយអាចចូលទៅរកព្រះបិតាចូលទៅក្នុងទីសក្ការៈចូលទៅទីបរិសុទ្ធបំផុតនៅពេលណាក៏បានដោយព្រោះព្រះលិខិតរបស់ព្រះអង្គដែលជាយ៉ាញ់បូជារំដោះបាបយើងខ្ញុំ
យើងសូមអរគុណសម្រាប់ព្រះលិខិតនេះព្រះអង្គសូមលោកអ្នករួមបរិភោគដំណើរគ្នាសូមអញ្ជើញ Sebenci Semin serai Chua kyung pna Thun srolan kyung Shumbanci Semin serai Chua kyung pna Thun srolan kyungបងប្អូនណាមានតម្រូវការចង់ឲ្យយើងអធិដ្ឋានឲ្យសូមជួយមកខាងមុខ Hallelujah ព្រះអង្គសពតិព្រះអង្គយើងឲ្យជាព្រះអង្គសពប្រហាទេយើងពីបណ្ដាសាព្រះអង្គសពតិឲ្យយើងមានសេរីភាព Hallelujah Lord Amen Amen យើងអរគុណសម្រាប់សេរីភាពអរគុណសម្រាប់ការប្រោសឲ្យជាព្រះអង្គយើងអរព្រះគុណទ្រង់សម្រាប់សេចក្តីសុខសាន្តអរគុណទ្រង់ដែលព្រះអង្គឲ្យយើងខ្ញុំប្រកបទៅរស់នៅក្នុងជីវិតដែលប្រកបដោយព្រះពរហើយប្រកបដោយអំណរដែលមកពីព្រះអង្គដោយព្រោះយើងមានសេរីភាពពីការមិនព្រមលើកលែងទោសមានសេរីភាពពីបណ្ដាសាមានសេរីភាពពីការគ្រប់គ្រងរបស់រាជសត្តាមានសេរីភាពពីអំណាចរបស់អំពើបាបព្រះអង្គយើងអរព្រគុណទ្រង់ដែលព្រះអង្គលើកលែងទោសឲ្យយើងហើយសូមជួយយើងឲ្យប្រកបទៅដោយព្រះគុណសេចក្តីស្រឡាញ់ប្រហាតីមេត្តាករុណារបស់ព្រះអង្គដើម្បីយើងផ្ដល់ការលើកលែងទោសទៅដល់អ្នកដែលប្រព្រឹត្តខុសចំពោះយើងដែរហើយមិនត្រឹមតែយើងលើកលែងទោសឲ្យគេប៉ុន្តែយើងអធិដ្ឋានឲ្យអ្នកដែលបៀតបៀនយើងធ្វើខុសចំពោះយើងហើយឲ្យយើងធ្វើល្អចំពោះអ្នកដែលធ្វើខុសចំពោះយើងបៀតបៀននឹងយើងដែរព្រះអង្គយើងចង់រស់តាមរបៀបរបស់ព្រះអង្គយើងចង់រស់តាមផ្នែករបស់ព្រះអង្គហើយនឹងតាមព្រះហត្ថីរបស់ព្រះអង្គសូមប្រទានពរបងប្អូនរបស់ទូបង្គំនៅក្នុងបន្ទប់នេះឲ្យគេប្រកបដោយសេចក្តីសុខសាន្តហើយនឹងភាពជោគជ័យក្នុងគ្រប់កិច្ចការទាំងឡាយដែលគេធ្វើហើយជាពិសេសព្រះពរគ្រប់យ៉ាងខាងផ្នែកវិញ្ញាណកើតមានដល់គេនិងក្រុមគ្រួសាររបស់គេក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ Amen Amen